រដ្ឋាភិបាលថៃអាចនឹងពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកកទៅកន្លែងផ្សេងវិញព្រោះទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំនិងកម្ពស់ទឹកសមុទ្រកើនឡើងគួរឲ្យកត់សម្គាល់នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុលោកប៉ាវិតកែសាវវងបានប្រាប់ទៅកាន់ AFP កាលពីថ្ងៃពុធទី15ខែសីហាឆ្នាំ2024យ៉ាងដូចនេះថាមានការព្យាករណ៍ជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាបហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះតំបន់ភាគច្រើននៅក្នុងទីក្រុងបាងកកក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរឆ្លងស្រមៃឃើញទីក្រុងបាងកកស្ថិតនៅក្រោមទឹករួចទៅហើយប្រសិនបើយើងបន្តស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្នក្នុងនោះលោកក៏បានប្រមានផងដែរថាទីក្រុងបាងកកប្រហែលជាមិនអាចសម្របខ្លួនជាមួយបម្រែបម្រួលអាកាសធាតុនិងកម្ដៅដ៏ខ្លាំងដូចសពថ្ងៃបានទេខណៈសីតុណ្ហភាពពិភពលោកបានកើនឡើងលើពី 1.5 អង្សាសេបើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្ដើមគួរជម្រាបថាដើមឆ្នាំ2025នេះទីក្រុងបាងកកប្រទេសថៃកំពុងរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត 7.3 រិចទ័រជាមួយនឹងជម្រៅ10 គីឡូម៉ែត្រ